រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ីលោក Jafri S. Jamsudin បានអំពាវនាវឲ្យមានការធ្វើលំហាត់យោធារួមគ្នាឲ្យកាន់តែទូលំទូលាយនិងស៊ីជម្រៅបន្ថែមទៀតជាមួយប្រទេសចិនក្នុងអំឡុងជំនួបទ្វេភាគីជាមួយសមភាគីចិនគឺរដ្ឋមន្ត្រីក្រសួងការពារជាតិលោកឧត្តមនាវីឯក Dong Jun នៅទីក្រុងចាកាតាកាលពីថ្ងៃសុក្រលោក Jafri បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយថាលោកបានស្នើឲ្យប្រទេសទាំងពីរបង្កើនការហ្វឹកហ្វឺនរួមគ្នាពង្រឹងការអប់រំយោធានិងពង្រីកការផ្លាស់ប្តូរបុគ្គលិកដែលមិនត្រឹមតែសម្រាប់នីតិហ៊ានប៉ុណ្ណោះទេប៉ុន្តែរួមទាំងនីតិហ៊ានរងនិងពលទាហានផងដែរលោកដងបានវត្តមាននៅទីក្រុងចាកាតាដើម្បីចូលរួមកិច្ចសន្ទនា 2+2 2+2 លើកទី2ដែលមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសនិងរដ្ឋមន្ត្រីការពារជាតិនៃប្រទេសឥណ្ឌូនេស៊ីនិងចិនកិច្ចប្រជុំបើកឆាកដំបូងត្រូវបានរៀបចំឡើងនៅទីក្រុងប៉េកាំងកាលពីឆ្នាំមុនបណ្ដារដ្ឋមន្ត្រីបានជួបពិភាក្សាជាមួយសមភាគីផ្ទាល់របស់ពួកគេនៅពេលព្រឹកហើយត្រូវជួបជុំគ្នានៅពេលរសៀលកិច្ចប្រជុំទាំងនេះបានធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីកងទ័ពជើងទឹកនៃប្រទេសទាំងពីរបានធ្វើលំហាត់នាវាចរនៅតំបន់ដែនទឹកខាងកើតកោះតៃវ៉ាន់ដែលជាលំហាត់មួយក្នុងចំណោមលំហាត់ជាច្រើនដែលចិនបានធ្វើនាពេលថ្មីៗនេះនៅជិតកោះស្វយ័តមួយនេះដែលចិនអះអាងថាជាផ្នែកនៃដែនដីរបស់ខ្លួនរដ្ឋមន្ត្រីការពារជាតិលោកដងបានស្វាគមន៍ការអំពាវនាវរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ីលោក Jafri ដោយបានចង្អុលបង្ហាញពីផលប្រយោជន៍រួមនៃប្រទេសទាំងពីរក្នុងការថែរក្សាសន្តិសុខនិងការរុញច្រានការអភិវឌ្ឍលោកបានបន្ថែមថាទំនាក់ទំនងយោធារវាងប្រទេសទាំងពីរមានសក្តានុពលទូលំទូលាយនិងសមតែបន្តកែលម្អបន្ថែមទៀតរដ្ឋមន្ត្រីការពារជាតិចិនរូបនេះបានថ្លែងដោយមិនបានបញ្ជាក់ចំឈ្មោះមហាអំណាចបរទេសណាមួយឡើយថាយើងនឹងរួមគ្នារារាំងបំណងអាក្រក់របស់មហាអំណាចបរទេសធ្វើជាគំរូសម្រាប់បណ្ដាប្រទេសក្នុងតំបន់សកលខាងត្បូង Global South និងបង្កើតគំរូថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិលោកដងក៏បានពិពណ៌នាអំពីកងកម្លាំងប្រដាប់អាវុធឥណ្ឌូនេស៊ីនិងចិនថាជាអ្នកការពារស្ថិរភាពក្នុងតំបន់លោកបានមានប្រសាសន៍ថាដោយផ្ដោតលើកិច្ចសហប្រតិបត្តិការនិងសន្តិសុខក្នុងក្របខ័ណ្ឌអាស៊ានយើងនឹងរួមចំណែកជាវិជ្ជមានដល់ស្ថិរភាពក្នុងតំបន់ទប់ស្កាត់សកម្មភាពដែលអាចរំខានដល់សណ្ដាប់ធ្នាប់អន្តរជាតិដែលបានបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទី2និងលើកកម្ពស់សន្តិភាពសន្តិសុខនិងវិបុលភាពតាមរយៈកិច្ចសហប្រតិបត្តិការប្រកបដោយការស្ថាបនា